ខ្ញុំនៅជាស្រីក្រមុំបរិសុទ្ធនៅឡើយទេមិនអាចមានកូនបានមានកុហកជាក្មេងមិនមែនជារឿងចៃដន្យទេពួកឯងនាំនាងទៅមន្ទីរពេទ្យពិនិត្យផ្ទៃពោះបើពិតជាមានផ្ទៃពោះមែនរឹបអូសអាជីវកម្មកំសាន្តទាំងអស់របស់គ្រួសារជឿនលោកម្ចាស់ទី2លោកម្ចាស់ទី2កុំអីលោកម្ចាស់ទី2ខ្ញុំខុសហើយលោកម្ចាស់ទី2ខ្ញុំមិនបានមានចិត្តណាកុហកអ្នកទេហើយលោកប៉ាតូនឹងរកម្ដាយល្អមិនបានទេមែនទេមើលទៅអាក្រក់យ៉ាងនេះមិនចម្លែកទេដែលត្រូវចេញមកណាត់ជួបនោះអ្នកនិយាយទៅមើលរូបថតនេះតាក់ទងនឹងអ្នកបន្តិចបន្តួចដែរទេលោកលាវឆ្នាំនេះមានអាយុ55ហើយប្រហែលជាមិនតាក់ទងនឹងរូបថតនេះទេបុរសមានអាយុ55ដូចជាផ្កាកាន់តែចាស់ក្លិនកាន់តែខ្លាំងយល់ទេគឺបែបនេះដូច្នេះហើយទើបតូក៏ខ្លាចជាកូនរបស់ខ្ញុំយល់ហើយតើមុខរបស់អ្នកមានរឿងអ្វីកើតឡើងទៅសៀវលីបានទៅរៀបការនៅបរទេសហើយអ្នកដើម្បីក៏ធ្វើឲ្យមុខខ្លួនឯងបែបនេះតើវាសំដែងទេខ្ញុំបានប្រាប់លោកប៉ាតាំងពីយូរហើយខ្ញុំមិនចង់រៀបការទេដោយសារប៉ាមិនព្រមស្ដាប់កូនស្រីមានតែវិធីនេះទេប៉ាគ្រាន់តែសង្ឃឹមថាអ្នកទៅថ្ងៃមុខអាចមានទីពឹងខ្ញុំឥឡូវនេះមិនសមនឹងអាយាយទៀតហើយតទៅនេះយកខុសធ្វើត្រូវទៅចុះពេលទៅមន្ទីរពេទ្យជាតិពុលបានរាលដាលអស់ហើយជីវិតនេះប្រហែលជាអាចត្រឹមតែប៉ុណ្្នឹងហើយតែវាក៏ល្អដែរអាចបំភ័យអ្នកដែលមកណាត់ជួបតែមានបំណងមិនល្អបានច្រើនពីព្រោះគ្មានបុរសណាម្នាក់ដែលមិនខ្វល់ពីសម្រស់របស់ប្រពន្ធខ្លួននោះឡើយខ្ញុំមិនខ្វល់ទេឮថាអ្នកឥឡូវជាអ្នកស្នងមរតករបស់គ្រួសារសៀវអ្នកអាចមិនខ្វល់ប៉ុន្តែគ្រួសារសៀវមិនអនុញ្ញាតជាដាច់ខាតតែមានកូនប្រសាមានមុខមាត់ដូចជាខ្ញុំនោះតូអាចព្យាបាលមុខរបស់អ្នកម៉ាក់បានតូមានទឹកចិត្តល្អចំពោះមីងទទួលបានហើយតទៅថ្ងៃមុខតូនឹងរកបានម៉ាក់ដែលល្អនិងស្អាតជាងនេះតូមិនចង់បានមីងផ្សេងមកធ្វើជាម៉ាក់ទេតូនឹងប៉ាស្រឡាញ់តែមីងប៉ុណ្ណោះពុករបស់ខ្ញុំម៉ាក់មីស្អាតណាស់តូកូនជាកូននាំសំណាងឬក៏យ៉ាងម៉េចម៉ាក់មីឥឡូវអាចទៅចុះសម្បត្តិជាមួយប៉ាហើយឬនៅប៉ារបស់កូនធ្លាប់កុហកខ្ញុំឲ្យខ្ញុំរងចាំនៅមន្ទីរសង្កាត់លើកនេះគាត់ចង់ចុះសម្បត្តិទៀតមិនងាយស្រួលប៉ុន្មានទេកាលពីឆ្នាំមុនប៉ារបស់ខ្ញុំឮថាអ្នកបានសុំបែកគ្នាគាត់ខឹងក៏កាត់ផ្តាច់កិច្ចសហប្រតិបត្តិការទាំងអស់ជាមួយគ្រួសារសៀវថែមទាំងបញ្ជាឲ្យខ្ញុំមិនអនុញ្ញាតឲ្យតាក់ទងជាមួយអ្នកដែលត្រកូលសៀវនោះទេឥឡូវនេះយើងចង់កែប្រែឲ្យបានល្អវិញត្រូវតែឆ្លងកាត់ប៉ារបស់ខ្ញុំសិនម៉ាក់មីកុំបារម្ភតូប្រកាសជានឹងបញ្ចុះបញ្ចូលជីតាបានខ្ញុំក៏ត្រូវពន្យល់គាត់ដែរលោកប៉ាខ្ញុំត្រឡប់មកវិញហើយថែមទាំងបាននាំលីនយាយនិងកូនស្រីរបស់